Ok សួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះវិលត្រឡប់ជាមួយខ្ញុំបាទទៀតហើយឌីសមេអូខេថ្ងៃនេះដែរខ្ញុំបាទមានវីដេអូមួយបាទដែលចង់យកមកបង្ហាញទៅកាន់បងប្អូនទាំងអស់គ្នាតាក់ទងជាមួយនឹងការ bypass iCloud ជាប់កូដដៃបាទ iPhone ជាប់ iCloud ហើយវាជាប់កូដដៃទៀតជាមួយនឹង Unlock Tool ដោយប្រើប្រាស់នៅឧបករណ៍មួយដែលមានឈ្មោះថា USB Type A ឬក៏ហៅថាភាសាបច្ចេកទេសរបស់វាគឺ Pico Raspberry Pi RP23 50 អូខេឥឡូវយើងដើម្បីធ្វើការ bypass វាបានបាទយើងសូមចូលទៅកាន់វីដេអូទូរស័ព្ទដៃយើងទាំងអស់គ្នាបាទនេះគឺជាឧបករណ៍ដែលមានឈ្មោះថា USB Type A ជាផលិតផលរបស់ Raspberry Pi នេះគឺជាប្រភេទ Pico បាទតែ Pico Raspberry អញ្ចឹងយើងត្រូវមាន USB នេះមួយហើយនៅក្នុងនេះគឺត្រូវតែមាន file មួយដែរបាទហើយសម្រាប់បងប្អូនដែលទិញដងកនេះពីខ្ញុំគឺខ្ញុំបានបញ្ចូល file រួចស្រេចចូលទៅហើយពេលដែលយើងដោតមកគឺចេញសភាពបែបនេះអូខេមួយទៀតគឺយើងត្រូវមានទូរស័ព្ទដៃដែលជាប់ iCloud បាទគឺម្ដាយនេះគឺវាបានជាប់នៅកូដដៃហើយជាប់ iCloud អញ្ចឹងដើម្បីឆែកឲ្យដឹងថាវាជាប់ iCloud អត់ឥឡូវខ្ញុំសូមបិទទូរស័ព្ទដាក់ទៅ recovery បាទ slide បិទវាមកហើយយើងដោត connect មកកាន់ computer បាទនេះគឺខ្សែធម្មតាបងប្អូនខ្សែធម្មតាអត់មានដុំអត់មានអីទេបាទឥឡូវខ្ញុំ connect ទៅកាន់ computer ហើយចុចប៊ូតុង power ឲ្យជាប់ដើម្បីឲ្យវាចូលទៅកាន់ recovery អូខេឥឡូវយើងចុចឲ្យជាប់មកដើម្បីវាចូល recovery បាទតែតែខ្ញុំចុចយឺតពេកចឹងប្រហែលជាវាអាចនឹងអត់ចូល recovery ចឹងវារយចាំបន្តិចទៅអូខេចូល recovery ហើយបាទឥឡូវខ្ញុំនឹងធ្វើការចូលទៅកាន់ 3 tool ហើយ copy នៅ serial មែននេះគឺ serial number អញ្ចឹងយើង copy វាយកទៅឆែកជាមួយនឹង website របស់យើងទាំងអស់គ្នាអូខេឥឡូវនេះយើងចូលមកកាន់ website របស់យើងដើម្បីធ្វើការឆែកគឺចូលទៅកាន់ខ្ញុំប្រើពីច្រើនខ្ញុំប្រើនេះ ISCKW ចូលទៅហ្នឹងមកចូលទៅកាន់ website ហ្នឹងនេះគឺ website មួយនេះបន្ទាប់មកខ្ញុំ pass serial ចូលបន្ទាប់មកទៀតខ្ញុំបដូរកន្លែងនេះរកពី off on បាទនេះ iCloud off on ហើយខ្ញុំ check បាទបើឆែកតាមនេះពីច្រើនគឺច្បាស់ល្អបងប្អូនច្បាស់ល្អហើយវា secret ជាង website ផ្សេងទៀតអូខេវា off on គឺវានឹង load ឲ្យឥឡូវខ្ញុំសូមចុច check មួយសារទៀតនេះអូខេអានេះគឺវា load ទេបងប្អូនគឺវា load ប្រាប់នេះ find my iPhone on បាទបង្ហាញបែបនេះគឺមានន័យថាជាប់ iCloud ហើយអូខេដើម្បីធ្វើការ bypass iCloud នេះបានបងប្អូនសូមធ្វើការ connect ទូរស័ព្ទយើងទៅកាន់ DFU mode ទៅកាន់ DFU mode ឥឡូវវានៅ recovery mode ហើយអញ្ចឹងដើម្បីចូល DFU mode បានបងប្អូនចុចប៊ូតុងឡើងលើមួយប៉ឹកចុចក្រោមមួយប៉ឹកហើយសកាត់ប៊ូតុង power ឲ្យជាប់សកាត់រហូតដល់វា alert បងប្អូនណាសកាត់ដល់វា alert បន្ថែម volume ដកមួយបាទ1 2 3 4 5យើងចុចវាប្រហែលជា5វិនាទីបន្ទាប់មកយើងបន្លែង power volume ដកទុកឲ្យជាប់កុំបន្លែង volume ដកជិះជាប់អូខេដូចតែខ្ញុំយឺតឥឡូវខ្ញុំសុំភាសាទៀតតោះចាំតិចភាសាទៀតអូខេឥឡូវចាំទៀតវាបើកចេញសិនអូខេកន្លែង DIQ mode ហ្នឹងវារៀងពិបាកចុចបន្តិចបងប្អូនចុចឡើងលើមួយប៉ឹកចុះក្រោមមួយប៉ឹកសកាត់ power រហូតដល់ alert បាទសកាត់រហូតដល់វា alert មកពេលវា alert បន្ថែម volume ដកយើងចាំប្រហែលជា5វិនាទីចាំបន្លែង power 1 2 3 4 5បន្លែងប៊ូតុង power ទុក volume ដកឲ្យជាប់ volume ដកសកាត់ឲ្យជាប់រហូតដល់នៅលើ computer យើង load បញ្ជាក់ប្រាប់ថាបានចូល DFU mode រួចរាល់ចាំយើងលែងដៃអូខេមួយសារទៀតឡើងលើចុះក្រោម power ចុចរហូតដល់ loadអូខេចេញវិញណាខ្ញុំបានចុចឡើងលើមួយប៉ឹកចុះក្រោមមួយប៉ឹកសកាត់ power រហូតដល់ load ចុចប៊ូតុង power រហូតដល់ទូរស័ព្ទនឹងរលត់1 2 3 4 5អូខេបន្លែង power សកាត់ volume ដកឲ្យជាប់អូខេឥឡូវវាចូល DFU mode ហើយបាទអញ្ចឹងយើងធ្វើការដកដូចយើងនេះដែលយើងបានភ្ជាប់ទៅកាន់ computer ហ្នឹងយកមក connect ជាមួយនឹង USB Type A យើងបាទ Raspberry យើងហ្នឹងយើង connect វាចូលមកហើយយើងចាំមើលភ្លើងហ្នឹងវាផ្លាស់ប្ដូរបាទពណ៌ខៀវចូលដល់ពណ៌ត្រចេកវិញយើងដកវាចេញបាទនេះគឺយើងបាន unlock
PWND វាគឺរួចរាល់ហើយចឹងយើងដកវាមកបាទហើយយើងចូល connect ទៅកាន់ computer យើងអូខេ connect ទៅកាន់ computer យើងម្ដងទៀតហើយយើងចូលមកមើលលើ unlock tool បាទយើងទៅបើក unlock tool យើងមកអូខេឥឡូវខ្ញុំសូមបើក unlock tool ខ្ញុំបាទបើកហើយយើងមើលបន្តិចណាបងប្អូននេះ iPhone នេះ iPhone របស់ខ្ញុំយកមក bypass នេះគឺប្រភេទ iPhone SE2 បាទ SE 2020យើងហ្នឹងគឺគេហៅ iPhone SE2 ហើយអូខេឥឡូវខ្ញុំសូមរងចាំតិចឲ្យ unlock tool ខ្ញុំបើកដំណើរការសិនបាទអ៊ីនធឺណិតវាមានបញ្ហាបន្តិចមិញបាទអូខេឥឡូវយើងរងចាំបន្តិចឲ្យ tool យើងបើកដើរចេញសិនមកអូខេឥឡូវ tool យើងបានបើកចេញមកហើយបាទខ្ញុំធ្វើការកល tool មកទៀតបន្តិចអូខេបន្ទាប់ពីយើងបាន connect រួចបងប្អូនសូមចូលមកកាន់ផ្ទាំង Apple ហើយចុច I understand បាទ understand រៀន iOS រៀនយើងត្រូវរៀនមើលបងប្អូនឲ្យដឹងថាទូរស័ព្ទយើងបាន boot នេះ PWND នៅអូខេឥឡូវវាបានប្រាប់ថាវាបាន boot PWND ហើយណាគឺយើងបាន unlock ជាមួយនឹង app នេះគឺជោគជ័យហើយតោះអញ្ចឹងយើងចូលទៅរើស file បាទ file បងប្អូន select file មកហើយទៅរក file ដែលបងប្អូនបាន download នៅតាណាបងប្អូនទៅរកហ្នឹងគឺ iPhone SE នេះខ្ញុំបាន download វាហើយបងប្អូនសម្រាប់ទូរស័ព្ទបងប្អូនគួរតែ update វាទៅ version ចុងក្រោយទៅងាយស្រួលអញ្ចឹងបងប្អូនអត់ពិបាកបងប្អូនទៅរក file អីទេអូខេ select កន្លែងនេះរក model iOS គឺ version ចុងក្រោយគឺខ្ញុំបាន update ហើយទូរស័ព្ទនេះតោះបន្តមកទៀតខ្ញុំចុច boot RAM នេះអូខេឃើញទេនេះ PWND boot USB 8អូខេឥឡូវវាចាប់ដើមដំណើរការបងប្អូនមើលអានេះបាទលើទូរស័ព្ទយើងកំពុងតែធ្វើការ waiting to recovery បងប្អូនអាចមើលបានបាទវាកំពុង download firmware អីវាបាទរងចាំតិចទៅអូខេវាចេញ logo unlock tool ហើយវាកំពុងដំណើរការបាទអញ្ចឹងបងប្អូនបាទត្រូវរងចាំវាឲ្យវាដំណើរការឲ្យចប់ហើយយើងត្រូវធ្វើ2ដងបាទគឺដូចតែយើង bypass iPhone X ឬ iPhone ផ្សេងទៀតដែរទេអញ្ចឹងបងប្អូនបាទមើលទៅធ្វើតាមហ្នឹងធ្វើមួយកុំបខំមើល step by step បាទកុំឲ្យខុសប៊ូតុងដែលយើងចុចអូខេឥឡូវវាកំពុង with SSH បាទដើម្បីធ្វើការ unlock វាអូខេតម្លាក់នេះចុះបន្តិចបាទមើល fix mount iPhone SE iPhone XR XS 11 12គឺរបៀបធ្វើវាអត់ខុសគ្នាបងប្អូនគឺធ្វើដូចគ្នាទាំងអស់បាទធ្វើដូចគ្នាទាំងអស់សំខាន់គឺត្រូវការនៅ USB នេះ USB Type A នេះមកដើមទៀតទើបអាចធ្វើការងារផ្សេងទៀតបានជាមួយនឹងtool នេះបាទអូខេជាមួយនឹង tool ហ្នឹងអញ្ចឹងវាត្រូវការ USB នេះមួយអូខេអញ្ចឹងឥឡូវយើងបានដល់នេះហើយណាយើងបាន boot RAM disk ជោគជ័យហើយតមកយើងគឺ backup passcode ចុចទៅលើ backup passcode នេះវាកំពុង backup passcode អូខេ passcode គឺបាន backup ជោគជ័យហើយបន្ទាប់ពី backup passcode រួចបងប្អូនចុចពាក្យ factory reset អូខេចុច factory reset មកអូខេឥឡូវ factory reset វាកំពុងដំណើរការហើយអញ្ចឹងយើងរងចាំឲ្យវាដំណើរការចប់សពគ្រប់ 100% បញ្ជាក់ឲ្យបញ្ជាក់ទៀតបងប្អូនបើបងប្អូនចង់ធ្វើវាងាយស្រួលមិនបាច់រើស file ច្រើនអីបងប្អូន download file វាដែលខ្ញុំបានណែនាំនៅវីដេអូមុនហ្នឹងឬក៏បងប្អូនអាចចូលមកកន្លែងនេះRAM D9 នេះហើយបងប្អូនចុចកន្លែង download នេះបាទចុចលើកន្លែង download ហ្នឹងមកបងប្អូនទៅ download តែ version ចុងក្រោយបានហើយមកមុខមួយមកឧទាហរណ៍ថានេះ A12 A13 ហ្នឹងបាទ A12 A13 ហ្នឹងបងប្អូនមាន XR XS អញ្ចឹងបងប្អូន down តែ version ចុងក្រោយមកនេះបាច់ទៅខ្វល់អីទេយកណាក្រោមគេបំផុតហ្នឹងគឺ version ចុងក្រោយហើយបងប្អូន down គ្រប់ version ទាំងអស់មួយមកហើយបាច់ down ទាំងអស់ក៏បាច់ down ដូចឧទាហរណ៍ XR អញ្ចឹង down គ្រប់ version ចេះមិនបាច់ទេ down តែមួយបានហើយដាក់វាមក folder ទៅដើម្បីងាយស្រួលយើងប្រើរកអញ្ចឹង XS XE អញ្ចឹង iPhone SE អញ្ចឹងគឺយើង down ទៅ version ចុងក្រោយទៅហើយទូរស័ព្ទយកមក
dương thua ca update với lại tới version chung khỏi vậy thôi bà thua ca update tới version chung khỏi vậy thôi vì nghi sủa dương á bà nghi sủaไปបងប្អូនធ្វើការវាអត់ពិបាកទៅតាមដាន version នេះទេអញ្ចឹងសម្រាប់ iPhone ដែលបាន bypass ជាមួយនឹង dongle នឹងបានគឺវាមានបាទវាមាន iPhone ច្រើន model ដែរបាទគឺមាន iPhone 11បាទ11 Pro Max អីចឹងទៅបងប្អូនមាន11 Pro Max អីចឹងបាទនេះគឺខ្ញុំដាក់ឲ្យធំឲ្យបងប្អូនមើលបន្តិចកន្លែងនេះមកដែល support វាបងប្អូនអូខេឥឡូវចឹងបងប្អូនមើលបាននេះគឺមាន iPhone បាទមាន11 Pro 11 Pro Max XS XS Max XR iPhone SE 2020ឬយើងហៅថា iPhone SE 2ហ្នឹងហើយ iPad Air iPad Mini 5 iPad 8និង iPad 9អញ្ចឹងអានេះគឺជាប្រភេទ model ដែលប្រើប្រាស់នៅ CPU ប្រភេទ A12 ឬ A13 អញ្ចឹងបងប្អូនអាចប្រើប្រាស់នៅដុំនឹងបានគឺវិស័យបច្ចេកទេសដែលគេហៅថា USB Liter 8អ្នកខ្លះគាត់ហៅអញ្ចឹងណាតែបើហៅឲ្យចំឈ្មោះរបស់វាហ្មងគឺប្រភេទ USB Raspberry Pi Pico បាទ Pico ដែលមានកូដ RP 23 Hz នេះគឺជាកូដរបស់វាកូដដើមចេញពីរោងចក្រមកហ្មងបាទបងប្អូនអាចមើលបានបាទអូខេឥឡូវយើងរងចាំតិចទៅឲ្យវា tool នេះដំណើរការនេះនៅលើនេះគេមានណានេះគេមានដាក់ឲ្យយើងមើលទៅថា chip នឹងលេខប្រហែល23 Hz ឃើញទេ chip របស់ដង្កល់មកគ្រាប់ហ្នឹងអាហ្នឹងយើងហៅឲ្យត្រូវតាមបច្ចេកទេសរបស់វាអូខេឥឡូវយើងរកចាំទូរស័ព្ទយើងឲ្យវារ៉ាស់ចប់សពគ្រប់ដំណើរការមកចេញ hello សិនដើម្បីឲ្យដឹងថាវាជាប់ iCloud អូខេមើលកន្លែងនេះវិញយើងចូលមកកាន់ផ្ទាំងដើមយើងវិញដើម្បីធ្វើការអូខេយើងរងចាំតិចទៅបាទកន្លែងនេះយូរវាលឿនវាអាស្រ័យលើទូរស័ព្ទមួយបងប្អូនអូខេឥឡូវយើងមើលទូរស័ព្ទយើងគឺចេញដល់ hello ហើយបាទអញ្ចឹងយើងចាប់ដើមទៅធ្វើដំណាក់កាលទី2ខ្ញុំសូមដកដុយនេះសិនបាទដូចនេះគេត្រូវតែដកសិនណាដើម្បីចូលភាសាទៀតអញ្ចឹងយើងចុចទូរស័ព្ទយើងឲ្យទៅ DFU mode ម្ដងទៀតបាទអូខេឥឡូវនេះគឺខ្ញុំចុចទូរស័ព្ទឲ្យទៅ DFU mode ភាសាទៀតប៊ូតុងឡើងលើមួយប៉ឹកចុះក្រោមមួយប៉ឹកសង្កត់ប៊ូតុង power បាទចុចរហូតដល់វារលត់បន្ថែម volume ដកមួយរាប់ត្រឹម5ប្រឡែង power វិញអូខេ1 2 3 4 5បាទប្រឡែង power មកសង្កត់ volume ដកហ្នឹងឲ្យជាប់បាទហើយរងចាំបន្តិចឲ្យទូរស័ព្ទ connect ទៅ DFU mode
បងប្អូនចុចខុសអីវាអត់ចូល react mode យើងព្យាយាមសារទៀតអូខេសារតែខ្ញុំប្រឡែងខុសតាំងអីចឹងអូខេឥឡូវខ្ញុំចុចភាសាទៀតបាទចុចដៃ2ចឹងវារៀងពិបាកចុចតិចចុចដៃមួយជាងស្រួលជាងអូខេបងប្អូនមើលលើ 3 YouTube បាទអញ្ចឹងយើងចាំឲ្យវាបើកចេញសិនចាំចុចចូលភាសាទៀតអូខេឡើងលើចុះក្រោមសកាត់ power ឲ្យជាប់ចុចជាប់លោដល់វាលុតមក1 2 3 4 5អូខេប្រឡែង power ទប់តែ volume ដកមួយបានហើយបាទអូខេភាសាទៀតណាវាចេញដែរហើយសារទូរស័ព្ទនេះវាចង់ខូច volume នេះ volume ដកនេះបាទអញ្ចឹងខ្ញុំចុចរៀងពិបាកចុចតិច1 2 3អូខេចាំវាលុត1 2 3 5អូខេនិយាយចុចមកបាទអត់ស្រើបាទយើងពិបាកចុចតិចដោយសារទូរស័ព្ទវាខូចប៊ូតុងនេះប៊ូតុងតម្លាក់សំឡេងបាទរៀងបាក់ចុចអាហ្នឹងតិចដោយសារប៊ូតុងតម្លាក់សំឡេងទូរស័ព្ទនេះបាទវាខូចវាចង់ខូចវាចុចម្ដងដិតម្ដងអត់អូខេចាំវាចេញសិនបាទឡើងលើចុះក្រោមបាទ power ឲ្យជាប់រហូតដល់វាលុតអូខេភាសាទៀត power បាទឡើងលើមកប៉ឹកចុះក្រោមមកប៉ឹកសកាត់ power រហូតដល់ទូរស័ព្ទវាលុត3 5ប្រឡែង power ទប់ volume ដកឲ្យជាប់អូខេចូល react mode ហើយអញ្ចឹងយើង connect ប្រអប់យើងនេះមកបាទ connect USB យើងនេះហើយយើងដកដូចពី computer ចូលមកសិនបាទដូចនេះបាទដូចនេះគឺអត់មានប្រអប់អីទេបងប្អូនមើលដូចហ្នឹងបាទចឹងបងប្អូនឥឡូវខ្ញុំអត់តដោតដូចហ្នឹងឯងខ្ញុំដាក់វាទៅកុំព្យូទ័រហើយខ្ញុំ read info ឲ្យមើលលើ Unlock Tool ខ្ញុំ read វាមកជាមួយវាដាក់បាទនេះអាកន្លែងនេះឃើញវា read ចឹងមានន័យថាវាតន់ប្រើបានទេវាត្រូវការUSB នេះមួយសម្រាប់ connect វាឃើញឥឡូវខ្ញុំដកដូចនេះសិនដើម្បីឲ្យវាដាច់ iPhone យើងបាទហើយយើង read វាភាសាទៀតបាទ read មើលនេះអូខេអញ្ចឹងត្រូវដោតដូចនេះមួយបាទអូខេឥឡូវដកដូចនេះសិនបាទយកវាមក connect កាន់កុំព្យូទ័របើបងប្អូនអត់ធ្វើអានេះណាបងប្អូនឥឡូវខ្ញុំបញ្យល់កន្លែងនេះតិចបើសិនជាបងប្អូនដោតវាចេះខ្ញុំចុច boot remedy បាទ boot remedy ចាំមើលកន្លែងនេះឃើញវាដាក់ PWN not found ឃើញទេយើង boot អត់បានទេឥឡូវយើងយកវាមកយើងដោតជាមួយនឹងប្រអប់របស់យើងបាទដោតមកភ្លុកមកអូខេប្រអប់នឹងចេញពណ៌ត្រជាក់មកបាទអូខេឃើញទេចេញពណ៌ត្រជាក់ហើយអញ្ចឹងយើងដកវាមកបាទដកវាចេញមកយើងដោតទៅកាន់កុំព្យូទ័រយើងធម្មតាវិញមកបាទដោតទៅកាន់កុំព្យូទ័រយើងទៅអូខេអញ្ចឹងយើងចាប់ដើមដំណើរការ boot remedy ភាសាទៀតមិនយើង boot អត់បានទេឃើញវាទា unlock តែយើងដកឲ្យដោតមួយដូចហ្នឹងឲ្យចេញភ្លើងពណ៌ត្រជាក់អញ្ចឹងមកបាទយើង boot ខ្វាច់ចាប់ដើម boot អូខេឃើញទេ PWN យើងគឺបាន boot ជាមួយនឹង check ran USB lithium 8គឺរួចរាល់អូខេឥឡូវវាកំពុង awaiting recovery អញ្ចឹងបងប្អូនត្រូវរងចាំដដែលដូចដំណាក់កាលទី1រងចាំវារួចបងប្អូនថាអត់ឌុយហ្នឹងក៏ធ្វើបានដែរអញ្ចឹងមានបងប្អូនខ្លះគាត់គិតថាចឹងតាមពិតអត់ទេតោះតែយើងមានឌុយនឹងមួយសម្រាប់ទៅធ្វើការបំបែកនៅ PWND ដូចជាការ unlock របស់វាអញ្ចឹងទើបយើងអាចធ្វើការបែកផាបានបើអត់មានឌុយនេះទេគឺយើងអាចធ្វើការបែកផាបានទេវាខុសពី iPhone 6ដល់ iPhone X យើងមិនបាច់មានឌុយហ្នឹងក៏យើងធ្វើបានដែរដោយសារតែវាមិនចាំបាច់
thời ca ăn loại chẳng mà ok lấy dương rong chạm thì tới hãy đây ní cứ vẽ môn cứ nhưng mà phép ấy chẳng vì đôi chuyển nón pi được hết bà chứ một phone pra môi na các bạn đấy hay những video cứ nhưng mà tại lại bằng phone được nhé cứ miền môi năng bà phải khố before hay năng USB là thể lên thầm bấy bà USB ấy phải khâu for được nè lấy dương rong chạm thì tới vì con tận nào cá bà nhưng xong tại lại sẽ đi YouTube lên nó bà một việc bắn ok đọc lại ní cứ fix mount dưỡng về ban chụp chơi giấy việc boot RAM đi ban chụp cháy không nhé ok បន្ទាប់ពី boot RAM đi ជោគជ័យបងប្អូនចុចពាក្យ restore backup មកបាទចុច restore backup មកនេះគឺជាដំណាក់កាលចុងក្រោយឯង restore backup រួចទូរស័ព្ទនឹងដើរដំណើរដល់ដំណើរការដល់ menu រួចរាល់បាទដល់ menu គឺរួចរាល់ហើយអញ្ចឹងយើងរងចាំតិចមកវាកំពុងតែ check lockdown ហើយអូខេវាកំពុងដំណើរការបងប្អូនរងចាំតិចទៅបាទវាកំពុង read iCloud info បន្ទាប់ពីនេះមកវាមានពាក្យ reboot ចេញមកដល់ពេលវា reboot វាចាប់ដើម restart ទូរស័ព្ទគឺរួចរាល់ហើយយើងអាចប្រើប្រាស់ SIM ប្រើប្រាស់អីបានបាទធម្មតាដូចទូរស័ព្ទអត់ជាប់អីចឹងអូខេឥឡូវនេះគឺការ bypass យើងគឺដំណើរការចប់សពគ្រប់ហើយជាងបងប្អូនរងចាំតិចទៅឲ្យទូរស័ព្ទយើងបើកដំណើរការមកគឺដល់ផ្ទាំង menu តែម្ដងគឺរួចរាល់យើងអាចយកទៅប្រើប្រាស់បានបាទអូខេបាទអូខេមើលទូរស័ព្ទយើងបងប្អូនបាទគឺដល់ menu ហើយបាទអញ្ចឹងយើងសាកចូលទៅកាន់ setting មើលបាទនេះគឺកន្លែង iCloud នេះគឺអត់មាន ID ទេគឺអូខេហើយបងប្អូនបាទ M ហើយទូរស័ព្ទដូចខ្ញុំបញ្ជាក់អញ្ចឹងគឺបានឡើងទៅកាន់ version ចុងក្រោយរួចរាល់ 26.26 បងប្អូនមើលណាបាទ 26.6 អូខេវាឡើងរួចរាល់ហើយបងប្អូនអាចមើលបានក្នុងវីដេអូបាទពេលនេះពីខ្ញុំបាទ ឌីសមីខ្ញុំសូមជម្រាបលា